សម្ដេចតេជោហ៊ុនសែនគូបញ្ជាក់ថាការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានគូបញ្ជាក់ថាការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែងហើយយោធាត្រូវត្រៀមគ្រប់ពេលនិងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោហ៊ុនសែននៅថ្ងៃទី11ខែមិថុនាឆ្នាំ2025មានខ្លឹមសារដូចតទៅមូលនិធិ CTN ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្ដើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN សូមអរគុណដល់លោកអ្នកអង្គការគិតម៉េងនិងលោកជំទាវដែលបានបង្កើតនៅកម្មវិធីនេះឡើងតាមការអំពាវនាវរបស់ខ្ញុំនេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើងការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែងយោធាត្រូវត្រៀមគ្រប់ពេលនិងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន300លានរៀលជាដំណាក់កាលទី1សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា